រូបមន្តនេះបងប្អូនអើយបាយអស់ពី3ចានទៀតហើយនេះបាយល្ងាចរបស់ខ្ញុំបានជាមួយចង្រិតបំពងនិយាយថារសជាតិឆ្ងាញ់សាហាវកប់លូបងប្អូនហើយវិធីធ្វើវិញអត់មានពិបាកទេយកដាក់តារ៉ូឌីមកបន្តិចហើយនឹងស្ករមកបន្តិចច្បល់ចូលគ្នាមកបានហើយតពីច្បល់ហើយខ្ញុំទុកចោលប្រហែលជា3-4នាទីខ្ញុំចាប់ផ្ដើមមកដាក់ម្សៅបំពងដើម្បីឲ្យវាស្រួយហើយណាមួយចង្រិតនឹងមានជាតិទឹកអញ្ចឹងទៅខ្ញុំខ្លាចទុះដាក់ខ្លួនដាក់ដៃអញ្ចឹងក៏ខ្ញុំដាក់បំពងជាមួយម្សៅបំពងបានចង្រិតស្រួយឆ្ងាញ់ហើយអត់ផ្ទុះទៀតតពីច្បល់នឹងហើយយើងអាចដាក់ចូលខ្ទះបានហើយប៉ុន្តែមុនដាក់ចូលខ្ទះដាក់ខ្លាញ់ឲ្យក្តៅសិនហើយចាំដាក់ចូលបើសិនបងប្អូនចង់ញ៉ាំចង្រិតធម្មជាតិអីបងប្អូនអាចតាក់ទងមកเพจខ្ញុំផ្ទាល់បានហើយចង្រិតហ្នឹងបងប្អូនអ្នកភូមិខ្ញុំក៏ដើរជីកនៅហាតតាមដីតាមអីចឹងទៅហើយខ្ញុំចូលចិត្តណាស់ហើយហូបចង្រិតធម្មជាតិដោយសារតែរសជាតិវាក្លងខ្ទិះហ្មងបងប្អូនដែលធ្លាប់ហូបចង្រិតធម្មជាតិគឺធ្លាប់ដឹងហើយថារសជាតិមិនរសជាតិបំភ្លេចអត់បានហ្មងហើយខ្ញុំឲ្យតែទៅស្រុកម្ដងគឺម៉ាក់ខ្ញុំដឹងចិត្តខ្ញុំចូលចិត្តចង្រិតខ្លាំងហ្មងនិយាយទៅហូបមួយបាយក៏បានហូបលេងក៏បានហើយឲ្យទៅស្រុកគឺម៉ាក់ខ្ញុំចាប់ផ្ដើមទិញចង្រិតទុកឲ្យខ្ញុំឲ្យតែដឹងថាខ្ញុំទៅហើយធ្លាប់ម្ដងបងប្អូនហើយគាត់ទិញចង្រិតឲ្យ400ក្បាលហើយគាត់ខ្លះគាត់ធ្វើហើយអាខ្លះគាត់អត់ទាន់ធ្វើចឹងណានេះហើយទឹកចិត្តម្ដាយឪពុកទៅពួកគាត់ខ្លាចតែយើងអត់ខ្លាចតែយើងអត់មានអីហូបនិយាយទៅសួរនាំតែរឿងរបស់ហូបនឹងឯងតាំងពីទូចដល់ធំមកគឺម៉ាក់ប៉ាខ្ញុំមកដែរថាអូកូនម៉ែស្រឡាញ់កូនប៉ាស្រឡាញ់កូនគឺគាត់អត់និយាយទេប៉ុន្តែពួកគាត់បង្ហាញនឹងទង្វើវិញគាត់មានអីហូបគាត់ទៅណាទៅណីចឹងគាត់តែងតែទុកឲ្យយើងនិយាយទៅគឺតិចក៏ដោយច្រើនក៏ដោយគាត់តែងតែទុកឲ្យយើងរហូតហើយនិយាយតែប៉ុណ្្នឹងបានដែរតែនិយាយតិចទៀតនឹងនាំបងប្អូនយំលើហើយមកហូបចង្រិតបែបសបាយវិញឥឡូវនេះគឺហើយប៉ុន្តែខ្ញុំចាំបាយដោយសារតែបាយខ្ញុំតំដាំដែរអញ្ចឹងសល់7នាទីហើយបងប្អូនមើលទៅដៃជើងខ្ញុំអត់ផ្សុកពេកចាំបាយឡើង7នាទីមានអីដាស់ចុះដើរឡើងនឹងយកចង្រិត2 3តាមខ្លួនអញ្ចឹងទៅពេលដើរទៅមើលបាយហើយមកវិញដាក់ចង្រិត2 3ទៀតសង្ឃឹមថាត្រឡប់នេះមិនមែនមានតែខ្ញុំចុះចង្រិតដែលបំពងហើយមិញឡងច្រើនដល់ពេលដើរចុះដើរឡើងគាត់ចាំបាយនឹងឡងចង់អស់បាត់ហូបឡងនិយាយទៅចិត្តអស់ពាក់កណ្ដាលហើយមុននឹងហូបបាយជាមួយចង្រិតនេះគឺកាទៀវអស់មួយចានបាត់ហើយខ្ញុំនេះឲ្យតែនៅផ្ទះតនេគឺចាប់ផ្ដើមហូបហើយបានរបស់ពិសេសផងចាំម្កាលហើយបងប្អូនអាចសាកធ្វើតាមខ្ញុំបានគឺថាស្រួយឆ្ងាញ់សាហាវហ្មងមួយបាយក៏ឆ្ងាញ់ដែរនិយាយទៅរសជាតិនេះគឺអត់រើសទេយកក្លែមយកហូបបាយយកហូបលេងហ្នឹងទុកឲ្យហើយជា7នាទីនៅទៅស្រួយទៀតនេះបងប្អូនស្រួយតែសំលេងចង្រិតនេះគឺផ្អើល100ទះហ្មងនេះយើងទុកចោលប្រហែលជា7នាទីណាដោយសារតែចាំបាយបើសិនជាហូបថ្មីថ្មោងទៀតរត់តែស្រួយជាងនឹងទៀតបងប្អូនចង់បានអីបងប្អូនអាចកំងចូលពេកបានរបស់ធម្មជាតិគឺមិនងាយមានច្រើនទេយូរមានម្ដងកុំភ្លេច save វីដេអូម្នាក់មួយដោយសារតែរសជាតិនេះខ្ញុំនិយាយមែនបងប្អូននិយាយតាមចិត្តស្មោះហ្មងឆ្ងាញ់សាហាវហើយវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេជួបគ្នាជាមួយខ្ញុំនិចនៅវីដេអូក្រោយៗទៀតបាយបាយសុខសប្បាយទាំងអស់គ្នា